សូមស្វាគមន៍មកកាន់ The Breaking Coin ហើយទិញប្រព័ន្ធការពារដែនអាកាសបារ៉ា MH របស់អ៊ីស្រាអែលប្រភពពី Defense Plot ថ្ងៃទី3 ខែធ្នូឆ្នាំ2025ប្រទេសថៃបានជ្រើសរើសប្រព័ន្ធការពារដែនអាកាសបារ៉ា MH របស់អ៊ីស្រាអែលក្រោមតម្លៃកិច្ចសន្យា$107 លានសម្រាប់កងទ័ពអាកាសភូមិន្ទថៃប្រព័ន្ធនេះរួមបញ្ចូលទាំងមីស៊ីលស្ទាក់ចាប់ដែលមានចម្ងាយពី35គីឡូម៉ែត្រទៅ70គីឡូម៉ែត្រនិងរហូតដល់150គីឡូម៉ែត្រដែលត្រូវបានរួមបញ្ចូលទៅក្នុងការរចនាដែលផ្ដោតលើបណ្ដាញ Network Centric Architecture កងទ័ពអាកាសភូមិន្ទថៃបានជ្រើសរើសប្រព័ន្ធការពារអាកាសនិងមីស៊ីលបារ៉ា MH ពីក្រុមហ៊ុនឧស្សាហកម្មអវកាសអ៊ីស្រាអែលឬ IAI ជាផ្នែកនៃផែនការរបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងនូវការការពារមូលដ្ឋានថ្នាក់ជាតិក្រោមកម្មវិធីប្រព័ន្ធការពារដែនអាកាសរួមបញ្ចូលគ្នាកិច្ចសន្យាទាំងនេះមានតម្លៃ$344,000 លានបាតឬប្រហែល$107 លានរួមបញ្ចូលទាំងអង្គភាពបារ៉ា MH ពេញលេញមួយដែលធ្វើឲ្យវាក្លាយជាឧបករណ៍ការពារដែនអាកាសទំនើបបំផុតនៅក្នុងឃ្លាំងអាវុធរបស់ថៃរហូតមកដល់បច្ចុប្បន្នយោងតាមសេចក្តីប្រកាសផ្លូវការប្រព័ន្ធបារ៉ា MH ត្រូវបានជ្រើសរើសដើម្បីទប់ទល់នឹងការគំរាមកំហែងផ្លូវអាកាសដែលកំពុងវិវត្តរួមទាំងយន្តហោះដ្រូននិងមីស៊ីលរយៈចម្ងាយឆ្ងាយប្រព័ន្ធការពាររយៈកម្ពស់ខ្ពស់ទៅមធ្យមនេះនិងជំនួសសមត្ថភាពចាស់ៗនិងពង្រឹងការការពារច្រើនស្រទាប់សម្រាប់ទីតាំងយុទ្ធសាស្ត្រសំខាន់ៗបារ៉ា MH ដែលត្រូវបានបង្កើតឡើងដោយ IAI គឺជាប្រព័ន្ធការពារអាកាសនិងមីស៊ីលដែលជាម៉ូដូលនិងផ្អែកលើបណ្ដាញដែលមានសមត្ថភាពស្ទាក់ចាប់ការគំរាមកំហែងយ៉ាងទូលំទូលាយចាប់ពីយន្តហោះនិងឧទ្ធម្ភាគចក្ររហូតដល់មីស៊ីលគ្រូយន្តហោះគ្មានមនុស្សបើក UAVs និងសូម្បីតែមីស៊ីលប្លង់ឆ្លងទ្វីបប្រព័ន្ធនេះត្រូវបានសាកល្បងនៅក្នុងសមរភូមិក្នុងអំឡុងប្រតិបត្តិការ Rising Lion របស់អ៊ីស្រាអែលកាលពីខែមិថុនាដែលវាបានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ដោយជោគជ័យនៅក្នុងសេចក្តីថ្លែងការណ៍មួយកងទ័ពអាកាសភូមិន្ទថៃបាននិយាយថាការទិញនេះឆ្លុះបញ្ចាំងពីវិធីសាស្ត្រសកម្មមួយដើម្បីធានាសន្តិសុខជាប្រឆាំងនឹងការគំរាមកំហែងផ្លូវអាកាសទំនើបសេវាកម្មបាននិយាយថាកងទ័ពអាកាសត្រូវតែត្រៀមខ្លួនសម្រាប់ការគំរាមកំហែងនាពេលអនាគតដោយការទិញប្រព័ន្ធអាវុធទំនើបដើម្បីពង្រឹងការការពារដែនអាកាសដែលបច្ចុប្បន្នប្រឈមមុខនឹងដែនកំណត់ក្នុងការដោះស្រាយការគំរាមកំហែងដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាពការសម្រេចចិត្តរបស់ថៃក្នុងការវិនិយោគលើប្រព័ន្ធ HIMAD ឬ High to Medium Air Defense កើតឡើងចំពេលដែលមានក្តីបារម្ភក្នុងតំបន់កើនឡើងរដ្ឋជិតខាងដូចជាកម្ពុជានិងមីយ៉ាន់ម៉ាកំពុងដាក់ពង្រាយឧបករណ៍វាយប្រហាររយៈចម្ងាយឆ្ងាយរួមទាំងប្រព័ន្ធរ៉ុកែត PHL-03 របស់ចិនចម្ងាយ130គីឡូម៉ែត្រនិងមីស៊ីលប្លង់ប្រភេទ Scud Sky-class Ballistic Missiles របស់កូរ៉េខាងជើងចម្ងាយពី300ទៅ700គីឡូម៉ែត្រការរីកសាយនៃ UAVs គ្រាប់យុទ្ធផលល្បាត Loitering Munitions និងមីស៊ីលគ្រូបង្កើនបន្ថែមទៀតនៅតម្រូវការសម្រាប់ដំណោះស្រាយការស្ទាក់ចាប់ដែលអាចទប់ចិត្តបានកងទ័ពភូមិន្ទថៃនិងកងទ័ពជើងទឹកភូមិន្ទថៃក៏ត្រូវបានគេរាយការណ៍ថាកំពុងវិតម្លៃប្រព័ន្ធបារ៉ា MH សម្រាប់ការទិញនាពេលអនាគតដែលអាចពង្រីកការប្រើប្រាស់របស់វាទៅលើសេវាជាច្រើនដើម្បីផ្ដល់នូវបណ្ដាញការពារដែនអាកាសប្រតិបត្តិការរួមគ្នា